សួស្តីបងប្អូនស្វាយខ្ទិះចិនកែវខ្ទិះចិនណាចានេះខ្ញុំផ្ទុំដើម្បីឲ្យបងប្អូនមើលថាវាទុំទៅវាល្អយ៉ាងម៉េចចាទុំទៅចាស្អាតចឹងបងប្អូនក៏រៀងប្រឡាក់បន្តិចប៉ុន្តែចាំមើលខ្ញុំបកឲ្យមើលនេះនៅពេលដែលបកទៅគឺសាច់វាឡើងស្អាតចេះគេណាវាប្រឡាក់តែសបកក្រៅទេវាមិនអីទេគេណាចាពេលវាទុំទៅគឺស្អាតល្អហើយផ្អែមព្រោះស្វាយវាចាស់ដើមល្អណាបងប្អូនចាដូចខ្ញុំថតឲ្យឃើញចឹងកែវខ្ទិះហើយក៏ចិត្តអស់ឲ្យដែរបងប្អូនអើយប្រហែលមិនគ្រប់គ្នាទេមើលទៅអត់បានគ្រប់គ្នាទេបើសិនជាមិនបានគ្រប់គ្នាសូមអធិស្ឋានផងណាចាព្រោះអ្នកចង់បាននេះច្រើនបងប្អូនមើលទៅចាហើយម្យ៉ាងទៀតនេះខ្នោការ៉ុតក្រែងបងប្អូនហើយចង់បានខ្នោការ៉ុតដាក់ជាមួយខ្ទិះចិនហ្នឹងចាដែលចង់ញ៉ាំខ្នោការ៉ុតអីណាខ្នោការ៉ុតស្រួយចាហើយមានតិចដែរទេអត់មានច្រើនទេមានតែប្រហែលផ្លែទេចាប៉ុនក្រៃបងប្អូនដែលចង់បានទៅក៏ខ្ញុំប្រាប់ទៅណាចានឹងខ្នោការ៉ុតចានេះអាធំនេះទុកក្រៃបងប្អូនណាដែលចង់បានអីចឹងទៅហើយមករៀបចំចាដាក់ផ្ញើឲ្យបងប្អូនចាឲ្យខ្លួនម្នាក់ឯងឯណាមើលផងឯណារៀបផងណាចាត់ចែងអញ្ចឹងបើកាលណាទទួលមិនបានត្រឹមត្រូវសូមអធិស្ឋានផងចោះណាបងប្អូនចាជុំកាលមើលឆាតអត់បានគ្រប់គ្នាទេណាបងប្អូនណាចា